ចាជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគម្រាមមកបង្ហាញពីរបៀបធ្វើទឹកខ្លាញ់ស្រូបបាយងាយៗស្រួលៗហើយមានរសជាតិឆ្ងាញ់ទៀតផងចាបាយស្រូបអត់ទឹកខ្លាញ់គឺអត់ឆ្ងាញ់ទេអញ្ចឹងតើតាយើងបន្ថែមរសជាតិដោយទឹកខ្លាញ់ចាមានគ្រឿងផ្សំដែលងាយៗដូចក្នុងវីដេអូដែលបងប្អូនបានឃើញអញ្ចឹងចាមានពងទាសាច់ជ្រូកចិញ្ច្រាំស្លឹកខ្ទឹមចិញ្ច្រាំទឹកប្រេងខ្យងទឹកស៊ីអ៊ីវអំបិលប៊ីចេងស្ករសយើងដាក់បន្តិចៗទេរសជាតិរបស់យើងគឺត្រូវការឡំអត់ត្រូវការដិតទេចាគ្រឿងទេសរបស់យើងទាំងអស់ហ្នឹងគឺយើងលាយជាមួយនឹងសាច់ជ្រូកចិញ្ច្រាំហើយវាចូលជាតិហើយយើងដាក់ខ្ទះឲ្យក្តៅដាក់ខ្លាញ់យើងបំពងខ្ទឹមឲ្យឡើងឈ្ងុយឲ្យវាពណ៌ឡើងកាឡាតណាអញ្ចឹងវាឈ្ងុយហើយគឺយើងគោះពងទាដាក់ចូលចាយើងគោះពងទាចូលហើយយើងកូរឲ្យវារៀងស្ងួតពងទាបន្តិចយើងកូរវាហើយយើងប្រើភ្លើងតិចដែរទៅហើយយើងកូរឲ្យវាស្ងួតហើយចាំយើងចាក់សាច់ជ្រូកចិញ្ច្រាំរបស់យើងចូលចាអញ្ចឹងយើងចាក់សាច់ជ្រូកចិញ្ច្រាំហើយយើងរៀងបើកភ្លើងតិចទៅឲ្យសាច់ជ្រូកយើងរៀងឆ្អិនឡើងក្រៀមបន្តិចដែរយើងចាំដល់ប៉ុណ្្នឹងទៅយើងចាក់ស្លឹកខ្ទឹមចូលគឺជាការស្រាចតែយើងចាក់ទៅយើងកូរ2-3ត្រឡប់បានហើយចាំបាច់ដល់ស្លោកពេកទេហើយយើងអាចលើកបានហើយពេលហ្នឹងគឺទឹកខ្លាញ់ស្រូបបាយរបស់យើងគឺរួចរាល់ហើយចាបាយ៉ាពឺចាចុងក្រោយយើងដួសបាយដាក់សាច់មានថែមទឹកត្រីបុកបន្តិចមកស្រោចទឹកខ្លាញ់គឺជាការស្រាចចាអញ្ចឹងគឺព្រឹកនេះយើងបានអាហារឆ្ងាញ់មួយពេលគឺបាយស្រូបសាច់មាន់ចានេះគឺជាអាហារសាមគ្គីព្រោះសាច់មាន់ប្រឡាក់ដោយបងស្រីខ្ញុំសាច់មាន់ចៀនដោយម្ដាយហើយទឹកខ្លាញ់ស្រូបបាយគឺកូនបងអ្នកធ្វើចា